đây không có công thể ba những ca kho từ khi có xanh áp được về đi tây được về được lưỡng bánh nhặt lưỡng phải có song khan này cũng lưỡng cái co trong đó co này rồi tục dương chập đầu tục từ gốc rèm vào đi về hao và tục dương ở đầu cái nào lên tay đấy bây giờ cặp quýt từ thằng một bây giờ tay khác từ tay khác phải từ ba từ tay khác chút nữa rồi mình mau bên rồi ok ដើម្បីជីទុកយើងត្រូវចំណាយក្នុងមួយនាក់ 5,000 រៀលសម្រាប់ជនជាតិខ្មែរតែបរទេសគឺ $5 ឥឡូវយើងបានទិញសបត់រួចរាល់ហើយយើងទៅជិះទូកថ្មីនោះតែទុំចេញមកគឺទូកថ្មីចាស់ហ្មង2ជាន់អូខេចាំអ្នកដំណើរចុះអស់យើងនឹងចាប់ដើមធ្វើដំណើរទៅតោះឥឡូវគេចុះអស់ហើយចាប់ដើមយើងចូលម្ដងអូខេ let's go តោះចេញដំណើរអូខេចេញដំណើរអូទូកវាស្អាតមែនតើនេះមានបន្ទប់ទឹកស្វ័យស្ដាមដដើសងខាងអូខេឡើងទៅលើវ៉ាវពិតជាធំមែនទែនតែម្ដងនេះស្វ័យស្ដាំលើក្រោមគឺរៀបបានតុកច្រើនណាហើយយើង20-30តុកអីសម្រាប់អង្គុយចង់ឆ្វេងចង់ស្ដាំក៏បានដែរប៉ុន្តែយើងចង់មើលទេសភាពស្អាតយើងទៅខាងមកនេះអង្គុយខាងមុខគយគុណទេសភាពបានឆ្ងាយអូខេណោះយើងជិះពីចេញពីកោះនរាយើងនេះទៅរហូតដល់តែតុខានោះតែតុខាមុខព្រះបរមរាជវាំងយើងត្រឡប់មកវិញអូខេអូខេចេញដំណើរអូទូកវាស្អាតមែនតើនេះមានបន្ទប់ទឹកស្វ័យស្ដាមដដើសងខាងអូខេឡើងទៅលើវ៉ាវពិតជាធំមែនទែនតែម្ដងនេះស្វ័យស្ដាំលើក្រោមគឺរៀបបានតុកច្រើនណាហើយយើង20-30តុកអីសម្រាប់អង្គុយចង់ឆ្វេងចង់ស្ដាំក៏បានដែរប៉ុន្តែយើងចង់មើលទេសភាពស្អាតយើងទៅខាងមកនេះអង្គុយខាងមុខគយគុណទេសភាពបានឆ្ងាយអូខេណោះយើងជិះពីចេញពីកោះនរាយើងនេះទៅរហូតដល់តែតុខានោះតែតុខាមុខព្រះបរមរាជវាំងយើងត្រឡប់មកវិញអូខេឥឡូវបងប្អូនយើងបានឡើងមកលើអស់ហើយអញ្ចឹងកំពុងតែត្រៀមចេញដំណើរហើយខាងលើនេះគឺដូចនៅលើ V5 អញ្ចឹងពិតជា
ពេលរាត្រីត្រៀមចេញដំណើរអូខេឥឡូវខាងសន្តិសុខគាត់បានលើកចដើចេញហើយដើម្បីឲ្យទូកយើងធ្វើដំណើរទៅអូខេបាយតោះត្រៀមទូកចាប់ផ្ដើមថយក្រោយបន្តិចហើយដើម្បីយកឲ្យឡងទៅមុខវិញចាប់ផ្ដើមចេញដំណើរហើយអូខេទូកយើងចាប់ផ្ដើមវេក្បាលចេញទៅហើយអូខេអត់តែសុខាព្រះបរមរាជវាំងត្រឡប់មកវិញតាមផ្លូវកោះពេកលើងពណ៌ចម្រុះមកចំម៉ៃបនលើងទៀតអូយលហើយទៅទៀតមកអារម្មណ៍រវើរវាយទៅតាមខ្យល់បោះទៀតមានតនរៀងត្រីអត់ញ៉ាំចោលបាត់ទៅទៀតតិចទៅហើយទីមើលទីក្រុងពេលរាត្រីពិតជាស្រស់ស្អាតមែនតើមានទូកទៅមានទូកមកមានទូកមួយមកមានទូកមួយទៅនៅកណ្ដាលទន្លេមើលទៅខាងច្រាំងលើងពណ៌ចម្រុះតែម្ដងតែអាចស្ពាននេះវិញរូបទុកជាតិល្បិចជាស្រស់ស្អាតតែណានេះគួរតែខាងក៏គួរសំកាយឬចែកចាក់តិចដំណើរតិចដងទៅដល់ម្លាមនេះហើយដល់ហើយយើងដល់ស្ពានកោះនរាមែនតើហើយលើពណ៌ស្អាតមែនតើបានធ្វើដំណើរសឹមដើម្បីឲ្យបងប្អូនយើងបានទស្សនានៅសងខាងមានអាគារមានទឹកមានទូកពេលត្រីក៏បានអបចាប់លើពណ៌យ៉ាងស្រស់ស្អាតអូខេឥឡូវយើងមកដល់មុខកោះពេជ្រកាន់តែមែនតើទីទៀតទៅដល់តែខាងដល់ទៅព្រះបរមរាជវាំងដល់មកវិញតាមទីកោះពេជ្រអូខេអ្នកនៅក្រោមកំពុងតែសប្បាយនឹងការថតរូបទិដ្ឋភាពដ៏សែនស្អាតនៅពេលរាត្រីនៅពេលដែលភ្លើងបាញ់យ៉ាងភ្លឺហើយក៏សងខាងនេះក៏ភ្លើងគ្រប់ពណ៌ចម្រុះពណ៌តែម្ដងបាទទូកយើងមកដល់កណ្ដាលមែនតើនេះកោះពេជ្រនៅខាងមុខនេះតែខាងទៅតែខាងហើយយើងត្រូវសម្រាប់នៅតែខាងមួយយប់ឬយ៉ាងម៉េចមកវិញទៅ
វេទៅវិញហើយគឺទៅមាត់ច្រាំងនៅខាងនោះដើម្បីឲ្យបងប្អូនយើងស្រួលទស្សនានៅព្រះបរមរាជវាំងយើងហើយនឹងត្រឡប់ទៅខាងក្រោយវិញដែរព្រោះពេលវេលាគឺបានដល់ពេលវេលាយើងត្រឡប់ទៅក្រោយវិញហើយលោកយើងចាប់ផ្ដើមបត់ក្បាលទិញដងទៅហើយបាទឥឡូវយើងមកដល់មុខព្រះបរមរាជវាំងហើយលោកយើងចាប់ផ្ដើមទៅឯត្រាំងទៅហើយដើម្បីត្រឡប់ទៅខាងក្រោយវិញតម្លៃ 5,000 គឺចិត្តអស់សុពលភាពហើយចាប់ផ្ដើមកើទៅតិចហើយអូខេលោកយើងចាប់ផ្ដើមទៅមុខព្រះបរមរាជវាំងហើយទូកយើងចាប់ផ្ដើមតម្រង់ទៅទិសដៅគោលដៅតែបានឡើងមិញ 5,000 បានចិត្តផុតពលភាពមែនតើនេះចឹងទៅដល់គោលដៅយើងដែលយើងចាក់ទៅទីកន្លែងមិញទៅដល់កំពង់ដវិញអូខេ 5,000 កាន់តាគៀកសុពលភាពមែនតើហើយឥឡូវចាប់ផ្ដើមទូកយើងចាប់ផ្ដើមវេក្បាលដើម្បីចុះចតចំណតយើងវិញហើយគៀកមែនតើហើយគៀកមែនតើហើយចិត្តដល់ច្រាំងមែនតើហើយកាន់តាគៀកមែនតើហើយគៀកមែនតើហើយបងប្អូនយើងកំពុងតែត្រៀមចុះចតទូកកំពុងតែគៀកច្រាំងមែនតើហើយត្រៀមសុំចិត្តដល់ច្រាំងហើយសុំមួយបងប្អូនយើងកំពុងតែត្រៀមឡើងលើគោកទាំងអស់គ្នាហើយដល់ច្រាំងមែនតើហើយត្រៀមយើងដល់ម៉ោងហើយឡើងលើគោ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
អូខេការជិះទូកលេងរបស់យើងក៏ត្រូវបានបញ្ចប់បាយបាយ